អ្នកនរគ្នាដែលមានអារម្មណ៍ដូចខ្ញុំមិនពេលខ្លះខ្ញុំមានអារម្មណ៍ថាចាខ្ញុំពិតជាអរគុណខ្លួនឯងមែនទែនដែលខ្ញុំខំប្រឹងតស៊ូរហូតមកដល់ចំណុចនេះទោះបីជាពេលខ្លះខ្ញុំមានឧបសគ្គឬមួយក៏ខ្ញុំទទួលបាននៅការខកចិត្តបរាជ័យឬមួយក៏ទទួលបាននៅរឿងរ៉ាវជាច្រើនដែលវាជាឧបសគ្គរារាំងតាំងពីមុនមកប៉ុន្តែខ្ញុំពិតជាមានអារម្មណ៍ថាអរគុណខ្លួនឯង appreciate ខ្លួនឯងមានន័យថាទសាខ្លួនឯងក៏សរសើរក៏អរគុណខ្លួនឯងដែលខ្លួនឯងបានឆ្លងមករយៈពេលប្រហែលមានកម្មវិធីមានបញ្ហាឬក៏មានឧបសគ្គអីខ្លះប៉ុន្តែនៅតែអត់ចោះចាញ់នៅតែខំប្រឹងតស៊ូទោះបីជាមានរឿងអីក៏ដោយអញ្ចឹងយើងដូចខ្លាំងហ្មងតែថាយើងខ្លាំងហើយទោះបីជាមានឧបសគ្គយ៉ាងណាក៏យើងថាខ្ញុំត្រូវតែឈ្នះខ្ញុំត្រូវតែជំនះបានគឺមានអារម្មណ៍ថាអញ្ចឹង